ទី5បងចានិយាយទៅខ្ញុំបានចែករំលែកពីធម៌ពលដែលនៅក្នុងខ្លួនរបស់យើងបងប្អូនចាពីធម៌ពលដែលនៅក្នុងខ្លួនរបស់យើងមាន7បងប្អូនចាមាន7ថ្ងៃហ្នឹងចាខ្ញុំចែករំលែកដល់ចក្រាទី5ហើយបងប្អូនចាអញ្ចឹងចក្រាទី5របស់យើងចាឈ្មោះអ្វីទីតាំងនៅកន្លែងណាបងប្អូនចាចក្រាទី5របស់យើងឈ្មោះថាស្រោតចក្រាបងប្អូនទីតាំងគឺនៅបំពង់កដែលមានពណ៌ផ្ទៃមេឃហើយសម្រាប់ចក្រារបស់យើងចាស្រោតចក្រានេះតួនាទីរបស់គាត់ជាអ្វីបងប្អូនចាសម្រាប់តួនាទីរបស់ចក្រាទី5របស់យើងនៅបំពង់កចាគឺឲ្យសម្រាប់ចក្រារបស់យើងបើកចាគឺធ្វើឲ្យយើងនិយាយតែពាក្យពិតចានិយាយតែពាក្យពិតនិយាយតែពាក្យមានប្រយោជន៍និយាយតែពាក្យលើកទឹកចិត្តចានិយាយតែពាក្យដែលអ្នកដទៃស្ដាប់ហើយចាសប្បាយរីករាយស្ដាប់ហើយមានផ្លូវចិត្តល្អចាព្រោះអីគ្រប់យ៉ាងខ្ញុំជឿថាគ្រប់គ្នានរណាក៏ចង់ស្ដាប់ដែរនៅវាចាផ្អែមល្ហែមទន់ពីរសចាមិនមែនថាផ្អែមល្ហែមតែចំពោះមុខនៅខាងក្នុងរលួយវល់ក៏មិនមែនដែរបងប្អូនចាពាក្យថានិយាយពាក្យពិតពាក្យមិនរុះរាយពាក្យមិនមូសាចាអញ្ចឹងឈ្មោះថាបងប្អូនចាបើកនៅចក្រាទី5ហើយបងប្អូនចាចក្រាទី5គឺស្រោតចក្រាពេលដែលបងប្អូនចានិយាយមានន័យថាបងប្អូននិយាយពាក្យមិនពិតនិយាយពាក្យភូតកុហកចាព្រោះអីអ្នកផ្សេងចាគេក៏អត់ដឹងពីជំរឿដល់ចិត្តរបស់យើងដែរប៉ុន្តែយើងខ្លួនឯងយើងដឹងថាយើងពាក្យដែលយើងនិយាយហ្នឹងពាក្យពិតឬក៏ពាក្យមិនពិតបងប្អូនចាអញ្ចឹងបើសិនជាបងប្អូនចាចង់ប្រើប្រាស់ធម៌ពលនៃអំណាចធម៌ពលស្រោតចក្រារបស់យើងដែលទីតាំងនៅបំពង់កគឺបងប្អូនចាពោលតែពាក្យពិតពាក្យដែលមានប្រយោជន៍ចាកុំមូសាកុំនិយាយចាចំណែនឈ្នាននេះចាក់ដោតឲ្យអ្នកដតីមានឲ្យអ្នកដតីមិនសប្បាយចិត្តចាឲ្យអ្នកដតីខូចចិត្តបងប្អូនចាអញ្ចឹងពេលដែលបងប្អូនបាននិយាយពាក្យសុកសៀតនិយាយដើមគេខូចអ្នកដតីចានោះមានន័យថាចក្រារបស់បងប្អូនត្រូវបានបិទហើយចក្រាទី5របស់យើងត្រូវបានបិទត្រូវបានប្លុកតើវាមានផលរំខានអ្វីខ្លះដល់យើងចាមានបងប្អូនចាសម្រាប់ផលរំខាននៅពេលដែលយើងចានៅពេលដែលយើងនិយាយពាក្យមិនពិតនៅពេលដែលយើងនិយាយពាក្យរយរាយអត់ប្រយោជន៍ចាធ្វើឲ្យជីវិតរបស់យើងនេះក៏ចុះតម្លៃបងប្អូនចាចុះតម្លៃព្រោះអីតែយើងនិយាយពាក្យអត់ពិតពាក្យរយរាយអត់ប្រយោជន៍ចាគេគ្រាន់តែឃើញមុខយើងក៏គេអត់ចង់និយាយចូលដែរហើយមិនថាតែយើងមនុស្សធំដូចគ្នាសូម្បីតែកូនក្មេងក៏គាត់អត់ចូលចិត្តចានៅពាក្យផលកុហកបោកប្រាស់របស់យើងដែរចាពាក្យដែលយើងនិយាយអមថាប៉ុណ្ណេះយើងនិយាយទៅប៉ុណ្ណោះចាហើយសំខាន់មួយទៀតធ្វើឲ្យយើងចាបញ្ចុះតម្លៃហើយធ្វើឲ្យមាត់របស់យើងនេះអស់ធម៌ពលចានិយាយទៅកាន់នរណាក៏គេមិនស្ដាប់គេមិនចូលចិត្តព្រោះអីចាគេដឹងថាយើងនិយាយពាក្យមិនពិតចឹងសម្រាប់ធម៌ពលនៃចក្រាទី5នេះគឺអស្ចារ្យបងប្អូនចាធ្វើឲ្យបង្កើតនៅតម្លៃខ្លួនរបស់យើងចាពេលដែលយើងនិយាយពាក្យពិតចាតម្លៃខ្លួនរបស់យើងក៏ថ្លៃវាចារបស់យើងក៏មានន័យចាគេហៅថាវាចាមាសវាចាពេជ្របងប្អូនចាវាចាដែលស្ដាប់ទៅហើយធ្វើឲ្យគេសប្បាយរីករាយនៅពេលដែលឮស្ដាប់បានស្ដាប់នៅវាចារបស់យើងចាអញ្ចឹងបងប្អូនចូលសាបព្រោះរឿយចាសម្រាប់ពាក្យកុហកពាក្យនេះមិនថាម្នាក់មិនមានកុហកសោះឲ្យបងប្អូនចាជនណាបងប្អូនត្រឡប់និយាយលេងចានិយាយពាក្យកុហកនិយាយលេងអានឹងក៏វាប៉ះពាល់ដែរបងប្អូនចាសំខាន់ពេលដែលយើងកាន់គោលការណ៍មួយច្បាស់លាស់យើងនិយាយតែពាក្យពិតចាយើងក៏ទទួលបាននៅរឿងរ៉ាវពិតរឿងរ៉ាវល្អដែលពីអ្នកដទៃដូចគ្នាចាព្រោះអីព្រោះសន្តានវិជ្ជមានដែលយើងសន្សំចេញទៅចាសន្តាននៅការគិតល្អនៅការពោលពាក្យវិចារល្អមិនក្រោតក្រៀតមិនសោកសៀតធ្វើឲ្យអ្នកដទៃរីករាយចាយើងក៏រីក